កុមារខ្វះខាត7រូបក្នុងស្រុកគូលែនទទួលបានកង់និងសម្ភារៈសិក្សាដើម្បីបន្តក្តីស្រមៃក្នុងស្មារតីយកចិត្តទុកដាក់នឹងការព្រួយបារម្ភចំពោះកុមារដែលងាយនឹងបោះបង់ការសិក្សាដោយកត្តាខ្វះខាតនៅព្រឹកថ្ងៃទី18ខែកក្កដាឆ្នាំ2026នេះលោកស្រីហែមសុគន្ធពិសីប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារនិងលោកសុនកុសលមេឃុំគូលែនត្បូងបានដឹកនាំក្រុមការងារនាំយកកង់និងសម្ភារៈសិក្សាប្រគល់ជូនដល់ដៃប្អូនកុមារដោយផ្ទាល់នៅគេហដ្ឋាននៃមូលដ្ឋានឃុំគូលែនត្បូងដើម្បីជាយានជំនិះក្នុងការធ្វើដំណើរនិងជាមធ្យោបាយបន្តការសិក្សារៀនសូត្រឲ្យកាន់តែងាយស្រួលជាងមុនក្នុងឱកាសនោះលោកស្រីហែមសុគន្ធពិសីបានមានប្រសាសន៍លើកទឹកចិត្តដល់កុមារានិងកុមារីទាំង7រូបឲ្យបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រលោកស្រីបានបញ្ជាក់ថាចំណេះវិជ្ជាគឺជាកត្តាដ៏សំខាន់ដែលអាចជួយឲ្យបុគ្គលម្នាក់ៗមានឱកាសកែលម្អជីវភាពនិងឈានចាកផុតពីភាពក្រីក្រទន្ទឹមនេះលោកស្រីប្រធានក៏បានអំពាវនាវដល់អាណាព្យាបាលគ្រប់រូបឲ្យបង្កើនការយកចិត្តទុកដាក់ចំពោះការសិក្សារបស់កូនៗនិងបន្តគាំទ្រពួកគេឲ្យទទួលបានការអប់រំប្រកបដោយគុណភាពលោកស្រីបានសង្កត់ធ្ងន់ថាអាណាព្យាបាលមិនគួរបង្ខំឲ្យកូនបោះបង់ការសិក្សាដោយសារតែជួបការលំបាកផ្នែកជីវភាពនោះឡើយព្រោះការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងអនាគតដ៏ល្អប្រសើររបស់កុមារនិងការអភិវឌ្ឍសង្គមជាតិការចុះសួរសុខទុក្ខនិងនាំយកអំណោយជាកង់សម្លៀកបំពាក់និងសម្ភារៈសិក្សាប្រគល់ជូនកុមារខ្វះខាតនាពេលនេះមិនត្រឹមតែជាការចូលរួមសម្រាលបន្ទុកជីវភាពរបស់មាតាបិតានិងអាណាព្យាបាលដែលកំពុងជួបការលំបាកប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការបង្ហាញពីការយកចិត្តទុកដាក់ក្តីស្រឡាញ់និងស្មារតីទទួលខុសត្រូវចំពោះអនាគតរបស់កុមារហើយក៏ជាការលើកទឹកចិត្តឲ្យកុមារមានទឹកចិត្តរឹងមាំបន្តខិតខំប្រឹងប្រែងរៀនសូត្រទោះបីជួបការលំបាកក្នុងជីវភាពក៏ដោយក៏ពួកគេនៅតែមានឱកាសកសាងអនាគតដ៏ល្អប្រសើរសូមរំលឹកជូនថាអំណោយដែលបាននាំយកទៅផ្ដល់ជូននាឱកាសនោះរួមមានកង់ចំនួន7និងសម្ភារៈសិក្សាមួយចំនួនទៀតដែលក្នុងនោះអំណោយលោកស្រីប្រធានមន្ទីរព័ត៌មានកង់ចំនួន1គ្រឿងសម្ភារៈសិក្សាមួយចំនួនលោកសុនកុសលកង់ចំនួន6គ្រឿងលោកសំលៀងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧបត្ថម្ភកាតាបចំនួន7សម្ភារៈសិក្សានិងរបស់ប្រើប្រាស់មួយចំនួនលោកប៉ែនចឹងអភិបាលស្រុកគូលែនបានចូលរួមឧបត្ថម្ភថវិកាចំនួន100000រៀលផងដែរ